អូខេជម្រាបសួរពុកម៉ែបងប្អូនឥឡូវនេះខ្ញុំចែកម្លែកទស្សនវិជ្ជាមួយពីភ្នំបូកគោអូខេគ្រាន់តែផ្ដើមក្បាលវីដេអូក៏ដឹងថាគោលដៅរបស់យើងទៅកន្លែងណាដែរគឺយើងទៅភ្នំបូកគោនៅខេត្តកំពតហើយដំណើរផងយើងគឺចេញពីភ្នំពេញទៅតែពិតដំណើរផងខ្ញុំគឺចេញពីខេត្តសង្ត្រែងទៅដើមឡើយចេញពីខេត្តសង្ត្រែងឆ្លងកាត់ប្រហែលខេត្តនោះទៅដល់ភ្នំពេញក៏ដោយសារតែបញ្ហានៃកម្លាំងពលៀងដែរមិនអាចជិះឡានបានគឺពុលឡានដូច្នេះហើយសម្រាប់ចិត្តថាដេកនៅភ្នំពេញយប់ហើយចេញដំណើរជាមួយបងគឺបងសួយនឹងឯងដែលតែងតែដំណើរចម្ងាយពីភ្នំពេញទៅភ្នំបូកគោគឺមាន190គីឡូម៉ែត្រដែលយើងកំពុងជិះទៅឥឡូវនេះយើងនៅសល់តែ99គីឡូម៉ែត្រទេឥឡូវនេះយើងមកដល់ជើងភ្នំបូកគោហើយក៏ឆ្លៀតធ្វើក្បាលវីដេអូផងដែរកម្មភាពបដាឡើងទៅភ្នំបូកគោអញ្ចឹងដឹងថាទស្សនវិជ្ជាយ៉ាងណានៅភ្នំបូកគោកុំភ្លេចតាមដានទស្សនាវីដេអូរបស់ខ្ញុំរហូតដល់ចប់អស់នេះអនុមោទនាភ្នំបូកគោគឺជាអូសៀនជាតិស្ថិតនៅក្នុងខេត្តកំពតភាគខាងត្បូងនៃប្រទេសកម្ពុជាត្រូវបានគេស្គាល់ផងដែរថាជាអូសៀនជាតិភ្នំបូកគោភាគច្រើននៃអូសៀននេះមានកម្ពស់ប្រហែល 1000 ម៉ែត្រពីលើផ្ទៃសមុទ្រហើយកម្ពស់ភ្នំបូកគោមានកម្ពស់ 1101 ម៉ែត្រហើយភ្នំបូកគោនេះទៀតសោតគឺចំណាយ32គីឡូម៉ែត្របើគិតចាប់តាំងពីផ្លូវជាតិលេខ3រហូតដល់កំពូលភ្នំបូកគោតែម្ដងហើយបើគិតជាផ្ទៃដីសរុបវិញមានចំនួន 14000 ហិកតានេះបើយោងទៅតាមគណៈគ្រប់គ្រងនៃភ្នំបូកគោហើយបើយើងនិយាយថាខេត្តកំពតមានកន្លែងណាដើរលេងខ្លះគឺវាមានច្រើនក៏ប៉ុន្តែខ្ញុំបានមកតែកន្លែងបូកគោនឹងទេដូច្នេះខ្ញុំធ្វើវីដេអូនិយាយតែភ្នំបូកគោនឹងទេឥឡូវយើងកំពុងតែ detail អំពីសកម្មភាពរបស់ខ្ញុំហើយជាពិសេសមិត្តយុវវ័យដែលនឹងមានបំណងមកលេងភ្នំបូកគោអូខេនេះគឺជា my man អូខេគាត់បានខ្ញុំបានមកលេងដែរបាទហើយគាត់បានជូនខ្ញុំមកពីភ្នំពេញដូចខ្ញុំបានជម្រាបពីខាងដើមថាពួកយើងជិះម៉ូតូមកគឺមិនមែនជិះឡានទេបាននិយាយពីអារម្មណ៍របស់ខ្ញុំនៅពេលដែលបានទៅដល់ភ្នំបូកគោហើយមានអារម្មណ៍ថា fresh មែនទែន fresh ហើយនៅទោះបីថាវាមានមេឃថ្ងៃហ្នឹងក៏ដោយក៏ប៉ុន្តែវាមានគេហៅថាពពកនៅពេលដែលហ្នឹងទៅវាត្រជាក់មែនទែននៅពេលដែលយើងទៅដល់ថាអូពពកវាមានលក្ខណៈបែបហ្នឹងសោះព្រោះយើងបានទៅដល់កំពូលភ្នំនៅពេលដែលវាមានគេហៅថាពពកមកម្ដងគឺវាចុះអាប់ខ្លាំងមែនទែននេះគឺជាលើកំពូលភ្នំបូកគោហើយ It's like heaven. What is darkness? You never go heaven. When we fall down, we can see the darkness, right? Yeah. Darkness. That's beyond the paradise. It's not paradise. Here's paradise, but if you fall down, that's beyond the paradise. It's darkness. Yeah. It's not paradise. It's not paradise anymore. ខ្ញុំរំខានសប្បាយមែនទេតែយើងបានមកទស្សនាទិដ្ឋភាពនៅទីភ្នំបូកគោហើយជាលើកទី1 This is my first time here and I feel very very happy ពេលដែលបងចេញពីភ្នំបូកគោហ្នឹងបងមានរងទៅណាដែរនិយាយភាសាអង់គ្លេសមក Okay, speak English. After visiting Boko, we plan to visit Cape. It is about 40 kilometers from here. And it take us from here to Cape. Have you been? About 40 minutes. Have you been Cape before? Take us about 40 minutes from here to Cape. Have you been here? Have you been Cape before? No, this is my first time in my life, and this is amazing. This is amazing place. Bring you come here, Yeah, guy. this is the guy who brought me here. Yeah, Thank to him. Send to him. Okay. it's me, right? Yeah, Who pay you? You pay you? I pay myself. You pay yourself.
You are He just takes you here. Yeah. you have a lot of money. They gave me the opportunity to visit the place here, but I have to spend the money by myself. Good. Anyways, it's good. But right now it's Right now, on time okay. that we can go To leave to here. home. And see you in the next video. ហើយនៅលើកំពូលភ្នំនឹងគឺមានផ្ទះសំណាក់อยู่ในស្នាក់អាស្រ័យផងដែរប៉ុន្តែត្រូវការចំណាយលុយតែតម្លៃមិនហ្នឹងខ្ញុំមិនដឹងទេព្រោះខ្ញុំបានស្នាក់នៅលើហ្នឹងហើយលើនឹងសោតក៏មានវត្តផងដែរជាស្ដែងយើងកំពុងថតគឺនៅក្បែរវត្តហ្នឹងឯងគឺវត្តនៅកន្លែងហ្នឹងហើយមនុស្សភាគច្រើនគឺទៅលេងកន្លែងហ្នឹងមានការចូលបុណ្យចូលទានជាធម្មតាទៅហើយនៅនឹងក៏មានបន្ទប់ទឹកមានអីស្រេចហើយមិនបាច់បារម្ភរឿងឈឺពោះឈឺពងអីទេគឺមានស្រាប់ហើយណាហ្នឹងហើយចំពោះម្ហូបអាហារវិញគឺខ្ញុំគិតថាគួរតែទិញពីខាងក្រោមទៅព្រោះនៅលើវាអាចមានតម្លៃថ្លៃឬក៏តម្លៃខុសពីខាងក្រោមព្រោះវាជាទេសនៈសន្តាគារផ្សេងៗអីចឹងទៅហើយចំពោះពួកខ្ញុំគឺទិញពីខាងក្រោមទៅគឺទិញពីក្នុងខេត្តតែម្ដងហើយជើងភ្នំហ្នឹងក៏មានគេលក់ម្ហូបអីដែរក៏ប៉ុន្តែគិតថាតម្លៃវាខុសគ្នាដូច្នេះពួកយើងបានសម្រេចចិត្តទិញម្ហូបអាហារពីខាងក្រោមឡើងទៅបាទ